សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់មករំលែកបទពិសោធន៍ខ្លះអំពីការស្នើសុំឲ្យ Facebook បើកការរលុយរបៀបដាក់ស្នើសុំហ្នឹងហើយដាក់ស្នើសុំឲ្យ Facebook ហ្នឹងបើកការរលុយរបស់បងប្អូនអញ្ចឹងវីដេអូនេះដែរសម្រាប់បងប្អូនដែលដៃថ្មីបងប្អូនដែលគាត់ទំនតែចាប់ដើមរលុយអញ្ចឹងបងប្អូនអាចមើលក្នុងវីដេអូនេះបានពីរបៀបខ្លះនៃការស្នើសុំឲ្យ Facebook ហ្នឹងបើកឆាប់ឲ្យយើងហ្នឹងបើកការរលុយហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ជាក់តិចសម្រាប់បងប្អូនដែលការស្នើនេះយើងគ្រាន់បានតែការស្នើទេប៉ុន្តែយើងអាស្រ័យទៅលើបងប្អូនដែលព្យាយាមធ្វើវីដេអូឲ្យបានច្រើននឹងហើយផុសរូបឲ្យបានច្រើននឹងហើយព្យាយាមកន្លែងហ្នឹងតិចកន្លែងហ្នឹងហើយដែលធ្វើឲ្យ Facebook ហ្នឹងឆាប់បើកឲ្យបងប្អូនហ្នឹងរលុយតាម Facebook បានអញ្ចឹងនេះជារបៀបខ្លះសម្រាប់ការដាក់ស្នើឲ្យ Facebook ហ្នឹងបើកហ្នឹងហើយអញ្ចឹងបងប្អូនដែលគាត់ថ្មីដែលគាត់ដៃថ្មីហ្នឹងគឺគាត់អាចមើលវីដេអូនេះបានហើយធ្វើតាមពីរបៀបខ្ញុំបានហ្នឹងហើយខ្ញុំនឹងបង្ហាញបងប្អូនខ្លះហ្នឹងហើយពីរបៀបការដាក់ស្នើអញ្ចឹងបងប្អូនចាំចូលទៅទស្សនាទាំងអស់គ្នាហ្នឹងហើយបងប្អូនហ្នឹងហើយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់មកប្រាប់របៀបខ្លះអំពីរបៀបស្នើសុំឲ្យ Facebook បើកការរលុយអញ្ចឹងជាដំបូងយើងចូលមកកន្លែង Facebook page ហ្នឹងហើយនេះកន្លែង Facebook page អញ្ចឹងបន្ទាប់មកយើងចូលមកដល់កន្លែង Facebook page ហើយយើងចូលកន្លែងខាងក្រោមត្រេ3នេះមកបន្ទាប់មកទៀតយើងចុចទៅលើឈ្មោះរបស់យើងហ្នឹងហើយបងប្អូនហ្នឹងហើយបន្ទាប់មកទៀតយើងឃើញពាក្យprofessional dashboard ណាយើងចូលកន្លែងនេះទៀតមកហ្នឹងហើយនេះហ្នឹងហើយបន្ទាប់មកយើងឃើញនៅកន្លែងនេះគឺដាក់ start speed challenge អញ្ចឹងបងប្អូនចូលកន្លែងហ្នឹងមួយមកបាទបន្ទាប់មកវាលោតចែកហ្នឹងហើយវាលោតមកវាលោតចេញជាទម្រង់បែបនេះអញ្ចឹងហើយបងប្អូនចូលមកពាក្យI want to reach more people អញ្ចឹងបងប្អូនចុចលើវាមួយមកបាទចុចទៅលើវាមួយហើយយើង back មកវិញមកហ្នឹងហើយយើង back មកវិញមកយើង back មកវិញសិនមកហ្នឹងហើយបន្ទាប់មកយើងមកយកពាក្យ monetization ហ្នឹងហើយសម្រាប់បងប្អូនដែលចង់បើកឲ្យ Facebook សុំស្នើរលុយពី Facebook អញ្ចឹងយើងចូលកន្លែងហ្នឹងមកបាទអញ្ចឹងពេលដែលយើងចូលកន្លែង monetization មកគឺវាមានចេញរង4បែបនេះហ្នឹងហើយអញ្ចឹងបងប្អូនចុចទៅលើពាក្យថា star មកបាទហ្នឹងហើយពាក្យថា star បាទចុចពាក្យ star មកបាទកន្លែងនេះយើងចុចពាក្យ I am interested មកបាទហើយបន្ទាប់មកយើងចេញមកវិញគឺយើងមករកពាក្យsubscription នឹងចូលពាក្យហ្នឹងមកបាទចូលពាក្យហ្នឹងមកគឺយើងចុចវាមក submit មកបាទហ្នឹងហើយកន្លែងនេះដែរមិញកន្លែងនេះគឺយើងចូលពាក្យ star ប៉ុន្តែយើងត្រូវកុំភ្លេចបងប្អូនណាមិញខ្ញុំភ្លេចពាក្យចុចកន្លែងហ្នឹងហើយយើងយកពាក្យ submit នេះដែរហ្នឹងហើយអូខេនេះជាការស្រេចហើយបន្តមកទៀតគឺយើងចូលមកដល់កន្លែងនេះគឺកន្លែងដែលសំខាន់ជាងគេគឺកន្លែង content monetization អូខេអញ្ចឹងយើងចូលមកកន្លែងហ្នឹងមកតបមកយើងចុចពាក្យI am interested នេះគ្នាបន្ទាប់មកកន្លែងហ្នឹងគឺយើងសំខាន់មែនទែនកន្លែងនេះយើងត្រូវបំពេញហ្នឹងហើយកន្លែងនេះយើងត្រូវបំពេញដើម្បីសុំឲ្យ Facebook ស្នើសុំបើកការឆាប់បានបើកការស្នើរលុយអញ្ចឹងបងប្អូនសរសេរពាក្យទាំងអស់គ្នាមកសរសេរពាក្យហ្នឹងហើយជាងសរសេរពាក្យវាគឺអញ្ចឹងបងប្អូនទៅបើសិនជាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនសរសេរតាមខ្ញុំមក
I went to get a tool សរសេរចឹងមកបងប្អូនសរសេរតាមខ្ញុំចឹងមក content នឹងសរសេរ content monetize អូខេសរសេរចឹងមក monetization សរសេរចឹងមកអូខេចុចលេខពាក្យវាមកនេះចឹងបងប្អូនសរសេររួចរាល់ហើយបងប្អូនចុច submit វាមកអូខេអានេះជាការរួចរាល់ហើយកន្លែងរួចរាល់ហើយយើងចូលមកដល់កន្លែងនេះទៀតនឹងចុចចុងក្រោយគេពាក្យ stop from អូខេបាទពាក្យកន្លែងនេះគឺយើងចូលកន្លែងចុច I'm interesting នឹងមកបាទបន្ទាប់មកយើង submit វាមកនឹងនេះហើយគឺជាការស្រេចនឹងហើយអញ្ចឹងសម្រាប់ការស្នើសុំឲ្យបើឆាប់បើកការរលេអញ្ចឹងគឺពីរបៀបវាគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនដែលពួកគាត់ថ្មីដែលជា MMO ថ្មីហ្នឹងគាត់អាចមើលពីរបៀបនឹងបានហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេហើយសូមអរគុណបងប្អូនដែលចូលមកទស្សនាពីរបៀបខ្លះ